ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើបុកស៊ីកូញ៉ាំតបជាមួយនឹងសាឡាត់ស្រួយហើយយើងធ្វើមុខម្ហូបមួយមុខនេះធានាថាជាតិតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះខ្ញុំគ្រាន់តែបង្ហាញពីរបៀបធ្វើប្រចាំថ្ងៃរបស់ពួកខ្ញុំក៏មិនជាអ្នកជំនាញជាអ្នកដែលពូកែធ្វើអីដែរខ្ញុំរៀនធ្វើពីវីដេអូថ្មីសូមពុកម៉ែបងប្អូនកុំប្រកែកប្រកាន់ទោះខុសអីបើសិនជាមានកន្លែងណាខុសឆ្គងខ្ញុំខន្តីអភ័យទោសផងដែរនេះជារបៀបធ្វើដំបូងឡើយយើងដាក់ម្ទេសជាមួយនឹងខ្ទឹមនេះបុកឲ្យម៉ត់សិនមកហើយខ្ញុំបញ្ជាក់ម្ដងទៀតខ្ញុំធ្វើនេះជារបៀបទូទៅនៃខ្ញុំទេបើសិនជាខុសឆ្គងកន្លែងណាខ្ញុំខន្តីអភ័យទោសដូចគ្នាយើងបុកខ្ទឹមនឹងឲ្យម៉ត់បន្ទាប់មកយើងដាក់ប៊ីចេងបន្តិចបន្ទាប់ពីយើងដាក់ប៊ីចេងនឹងហើយយើងបុកវាឲ្យម៉ត់បន្តិចមកបុកវាម៉ត់ហើយយើងធ្វើការដាក់ស្ករត្នោតជាមួយនឹងប្រហុកចិញ្ច្រាំបន្តិចណាពុកម៉ែបងប្អូនហើយយើងយកមកលាយចូលគ្នាឲ្យសព្វបែបនេះមកតបមកយើងច្របាច់ក្រូចឆ្មាបងប្អូនចូលចិត្តជូរដាក់រៀងជូរទៅប៉ុន្តែបុកសាច់គោនេះបើយើងដាក់គ្រឿងឲ្យដិតมันឆ្ងាញ់ណាពុកម៉ែបងប្អូនទាំងអស់គ្នាយើងយករសជាតិបែបជូរហឹរប្រៃផ្អែមឲ្យដិតមកពេលដែលយើងដាក់គ្រឿងបញ្ចូលគ្នាអស់ហើយយើងធ្វើការដាក់សាច់គោហើយសាច់គោនេះខ្ញុំយកវាចៀនមួយត្រឡប់ហើយម្សាហើយចៀនវារៀងស្ពប់ហើយមិនឆ្អិនពេកក៏មិនឆៅពេកដែរសាច់គោហ្នឹងយើងយកមកយើងច្របល់ចូលគ្នាហើយអញ្ចឹងមកចាំយើងដាក់ជីណាហើយយើងច្របល់ចូលគ្នាមកច្របល់ចូលគ្នាឲ្យសព្វគ្រឿងក្រៅចូលគ្នាជាមួយជីណាសាច់គោនឹងហើយយើងភ្លក់មើលតើវារសជាតិល្មមដែលយើងចង់បានហើយនៅបើយើងចង់បានហើយយើងដួសដាក់ចានទៅមុខម្ហូបនេះគឺងាយមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាស្រួលធ្វើហើយឆ្ងាញ់យកតែមែនតើណាឆ្ងាញ់ណាស់ពេលដែលមេឃកំពុងតែភ្លៀងរលឹមស្រេចចេះបានអាហ្នឹងទៅអូយឆ្ងាញ់សាហាវពុកម៉ែបងប្អូនអីហឹលបានបូករួមជាមួយនឹងអាកាសធាតុបែបនេះអូយធម្មជាតិពិតឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយពេលដែលខ្ញុំបញ្ចូលសលេងនេះខ្ញុំហៀទឹកមាត់បដាទៀតហើយនេះតួយើងដាក់ចូលមាត់ហើយភ្លក់មើលរសជាតិយ៉ាងណាដែរអូហូចាំមើលពុកម៉ែបងប្អូនតួយើងគេឲ្យមេដៃឬក៏ឲ្យអ្វីអូតួយើងឲ្យមេដៃទៀតមានន័យថាឆ្ងាញ់ហើយយើងហើយខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនទាំងគ្នាថាវីដេអូនេះខ្ញុំមិនជាអ្នកជំនាញអីទេខ្ញុំគ្រាន់តែរៀនធ្វើបដាខ្ញុំរៀនធ្វើបន្តិចម្ដងបើសិនជាមានកន្លែងណាខុសឆ្គងនាងខ្ញុំក៏សូមខន្តីអភ័យទោសផងដែរហើយខ្ញុំរីករាយនឹងទទួលការខមមិនមតិគ្រប់យ៉ាងដើម្បីឲ្យខ្ញុំកែតម្រូវខ្ញុំនឹងកែតម្រូវបានតាមដែលខ្ញុំធ្វើទៅបានទាំងអស់សូមអរគុណច្រើនសម្រាប់ការចូលទស្សនាវីដេអូនេះពីដើមដល់ចប់នាងខ្ញុំក៏អត់មានអីនិយាយទៀតដែរអរគុណច្រើនជម្រាបលា